ខ្ញុំបាទឈ្មោះសម្រាប់ខ្ញុំជាប្រិយមិត្តរបស់វិទ្យុ102ដែរខ្ញុំធ្លាប់ស្ដាប់ឮក្នុងកម្មវិធីតម្លៃនៃស្ត្រីហ្នឹងខ្ញុំយល់ថាចំពោះស្ត្រីដែលរស់ស៊ីពេលយប់ហ្នឹងឬក៏បម្រើការពេលយប់ហ្នឹងបើតាមទស្សនៈខ្ញុំគិតថាมันជាអាក្រក់អីទេព្រោះពួកគាត់ប្រហែលជាមានបញ្ហាអីអញ្ចឹងណាដើម្បីដោះស្រាយជីវភាពអីអញ្ចឹងទៅជួនកាលគាត់មានបញ្ហានៅផ្ទះខ្លះបលែងប្តីអីអញ្ចឹងទៅខ្លះក៏មានឪពុកម្ដាយឈឺអីអញ្ចឹងគាត់ត្រូវការលុយជាចាំបាច់អញ្ចឹងណាអញ្ចឹងគាត់ក៏ទៅបម្រើការដូចជាបម្រើស្រាបៀរឬក៏ការ៉ាអូខេអញ្ចឹងទៅហើយមួយទៀតខ្ញុំចង់និយាយអំពីចំពោះបរិបទអ្នកដែលចូលរួមខ្ញុំគិតថាយើងទៅគឺប៉ុណ្ណាគឺទៅរកការសប្បាយប៉ុន្តែបងប្អូនត្រូវចាំថាការសប្បាយរបស់យើងគឺវាត្រូវមានព្រំដែនអញ្ចឹងណាអញ្ចឹងយើងត្រូវលើកកម្ពស់ឬក៏ឲ្យតម្លៃទៅដល់ស្ត្រីនឹងផងទោះបីជាយើងធ្វើអីយើងត្រូវគិតថាវាមានផលប៉ះពាល់ទៅដល់គ្នាព្រោះគ្នាមកនេះគឺគ្នាមករកថវិកាដើម្បីយកទៅជួយអ្នកផ្ទះទេមិនមែនមកដើម្បីសប្បាយឬមួយក៏ដើម្បីបំពន់ភាពហឺហារបស់ខ្លួនឯងនោះដែរអញ្ចឹងទេដើម្បីជួយពួកគាត់ឬក៏លើកទឹកចិត្តគាត់ហ្នឹងគឺយើងសប្បាយឲ្យវាមានព្រំដែនហ្នឹងទៅហ្នឹងហើយអាហ្នឹងតាមការយល់របស់ខ្ញុំណាហើយសូមផ្ដាំមួយទៀតទៅដល់បងប្អូនស្ត្រីផងដែរពេលដែលយើងធ្វើការនៅក្នុងហ្នឹងគឺយើងត្រូវច្បាស់ខ្លួនយើងថាគឺយើងទៅរកថវិកាដើម្បីទ្រទ្រង់ជីវភាពយើងមិនមែនទៅបដូរខ្លួនដើម្បីប្រាក់ឬមួយក៏ដើម្បីទៅរកភាពស្អីផ្សេងទេហើយខ្ញុំសូមបញ្ជាក់ថាតម្លៃរបស់យើងគឺមិនមែនស្ថិតនៅលើអ្នកដទៃដាក់ឲ្យទេគឺវាស្ថិតនៅលើយើងទោះបីជាយើងធ្វើការងារអីក៏ដោយការងារថោកទាបអីក៏ដោយប៉ុន្តែយើងរក្សាតម្លៃរបស់យើងណាអញ្ចឹងបានន័យថាតម្លៃរបស់មនុស្សម្នាក់មិនមែនស្ថិតនៅលើអ្នកដទៃដាក់ឲ្យទេគឺស្ថិតនៅលើយើងជាអ្នកដាក់ឲ្យខ្លួនឯងបាទប៉ុណ្ណឹង